សេចក្តីសម្រេចបង្កើនសមត្ថភាពនុយក្លេអ៊ែរនិងចារកិច្ចជាវិធានការយោធាមួយដែលអនុម័តឡើងក្នុងអង្គប្រជុំរបស់គណៈកម្មការយោធាមជ្ឈិមបកនៅថ្ងៃប្រហ័សទី9 កក្កដាម្សិលមិញនេះបើយោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើងនៅថ្ងៃសុក្រទី10 កក្កដាដោយបានលម្អិតទៀតថារបបព្យុងយ៉ាងសម្រេចពង្រឹងកម្លាំងយោធានុយក្លេអ៊ែរទាំងបរិមាណនិងគុណភាពកូរ៉េខាងជើងនឹងប្រកាន់យកឆន្ទៈបន្តផែនការបង្កើនសមត្ថភាពជំនាញនុយក្លេអ៊ែរព្រមទាំងធ្វើទំនើបកម្មមូលដ្ឋានទ័ពរចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធនិងពន្លឿនការសាងសង់មូលដ្ឋានទ័ពជើងទឹកដ៏ទំនើបបំផុតមួយជាងនេះទៅទៀតប្រភពព័ត៌មានដដែលបានសង្កត់ធ្ងន់ថាព្យុងយ៉ាងក៏ចង់ពង្រឹងតួនាទីនិងបេសកកម្មរបស់ការិយាល័យស៊ើបអង្កេតនិងចារកិច្ចដែលជាភ្នាក់ងារចារកិច្ចយោធាទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការស៊ើបមើលកូរ៉េខាងត្បូងជាអធិបតីក្នុងជំនួបប្រជុំប្រមុខដឹកនាំព្យុងយ៉ាងលោកគីមចុងអ៊ុនបានប្រកាសថាប្រទេសអាចធានាបាននៅសន្តិភាពនិងសន្តិសុខដរាបណាតែមានកងទ័ពខ្លាំងនិងដែលអាចកម្ចាត់រាល់គ្រប់ទម្រង់នៃការគំរាមកំហែងបានតាំងពីការចរចាជាមួយអាមេរិកត្រូវបរាជ័យនៅឆ្នាំ2019មកកូរ៉េខាងជើងបានប្រកាសតាំងខ្លួនជាច្រើនលើកច្រើនសារថាជារដ្ឋនុយក្លេអ៊ែរដោយឥតកែប្រែឯការនៅលើផ្នែកការទូតមែនតែកូរ៉េខាងជើងបានងាកទៅស្និទ្ធជាមួយនឹងរុស្ស៊ីនិងបានបង្ហោះផ្កាយរណបស៊ើបអង្កេតដោយជោគជ័យនៅឆ្នាំ2023ផ្កាយរណបយោធានោះបើតាមការអួតអាងរបស់ព្យុងយ៉ាងអាចថតមូលដ្ឋានសំខាន់របស់យោធាអាមេរិកនិងកូរ៉េខាងត្បូងបានយ៉ាងច្រើនក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងកំពុងតាមដានយ៉ាងកៀកកិតជាពិសេសលើផែនការពង្រីកតួនាទីនិងបេសកកម្មចារកិច្ចរបស់កូរ៉េខាងជើងសូមបញ្ជាក់ថាតាំងពីឆ្នាំ1953មកកូរ៉េខាងជើងតែងតែបើកប្រតិបត្តិការចារកិច្ចលើកូរ៉េខាងត្បូងក្នុងទម្រង់ជាការប្រមូលព័ត៌មានឬធ្វើឃាតនិងបញ្ជូនភ្នាក់ងារសម្ងាត់មកចូលបន្លំបើតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានកូរ៉េដើម្បីការបង្រួបបង្រួមជាតិថ្ងៃនេះតាមរយៈការប្រកាសពង្រឹងពង្រីកសមត្ថភាពយោធានិងចារកិច្ចកូរ៉េខាងជើងបានបង្ហាញឆន្ទៈចាត់ទុកកូរ៉េទាំងពីរជារដ្ឋសត្រូវនឹងគ្នាជាជាងឲ្យតម្លៃទៅលើបទឈប់បាញ់បិទបញ្ចប់សង្គ្រាមកាលពីជាង50ឆ្នាំមុនមកទល់ពេលនេះកូរ៉េទាំងពីរនៅមានសង្គ្រាមនឹងគ្នានៅឡើយពីព្រោះមិនទាន់បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាទេ